បាទសូមអង្គចូលរួមមានមួយលោកមុតសុវណ្ណអភិបាលរងនៃគណៈអភិបាលស្រុកទងបស័យជាអធិបតីភាពបាទសូមអង្គពិធីទាំងមូលមេត្តាសម្រួលអីយ៉ាប់បាទទីတက်បន្តខ្ញុំសូមបានសនេះក៏បានទៀតនៅពេលខែនេះណាសម្រាប់បាទចូលព្រះជាណាចក្រកម្ពុជាអរគុណដល់បងពីបានប្រវេគណៈការត្រឹមសិក្សា2025-2026រដ្ឋបាលប្រវេសនការឆ្នាំសិក្សា2025-2026នេះពេលនេះសូមគោរពអនុមោទនាបាទពីគ្រូលោកគ្រូបងប្អូនសិស្សនិស្សិតទាំងអស់ជាទីគោរពថ្ងៃនេះជាទីប្រកបដោយមហិទ្ធិមានក្នុងឱកាសដ៏ការប្រកាសនេះសូមមានកិត្តិយសសូមអនុញ្ញាតមើលរបាយការណ៍ប្រកាសជូនអង្គពិធីចម្ពោះដូចខាងក្រោមវិទ្យាល័យតបវិជ័យគឺទីតាំងអនុគមប្រទេសលើគុំស្រុកស្រុកបងស្រីខេត្តស្រុកពុកវិញមានអគារចំនួន5ខ្នងស្មើនឹង25បន្ទប់មានបន្ទប់ពិសោធន៍3បន្ទប់និងផ្ទះគ្រូបង្រៀនទៀតពីស្ថិតិសពគ្រូប្រចាំសិក្សា2024-2025គ្រូសរុបមានចំនួន55នាក់ក្នុងមន្ត្រី13នាក់គ្រូបឋមប្រធមមានចំនួន27នាក់ស្រី10នាក់ពុទ្ធយភូមិមាន28នាក់ស្រី3នាក់លោកគ្រូអ្នកគ្រូដែលគ្រប់គ្រងដោយអង្គការរួមទូរិតមានចំនួន4នាក់ស្រីទាំង4បេក្ខជនសាលាសញ្ញាបត្រប្រជុំសិក្សាបឋមភូមិសម័យល្អ14កក្កដា2025សរុបមាន179នាក់ស្រី101នាក់ជាលទ្ធផលប្រកបជាប់171នាក់ស្រី96នាក់ស្មើនឹង95.50%ស្រីស្មើ98.50%បាទបេក្ខជនដាក់ពីប្រឡងសញ្ញាបត្រប្រជុំសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ28សីហាឆ្នាំ2025សរុបចំនួន179នាក់ស្រី99នាក់ក្នុងនោះបេក្ខជនសហវិទ្យាសាស្ត្រមាន32នាក់ស្រី18នាក់បេក្ខជននៅសង្គមមានចំនួន147នាក់ស្រី79នាក់78នាក់ជាលទ្ធផលប្រឡងសញ្ញាបត្រជុំសិក្សាទុតិយភូមិរួមជាប់តាមប្រកាសភូមិរួមជាប់169នាក់ស្រី94នាក់ស្មើនឹង94.41%ក្នុងនោះជាប់និទេស A 3នាក់ស្រី0និទេស B 17នាក់ស្រី7និទេស C 52នាក់ស្រី35នាក់និទេស B 60នាក់ស្រី36នាក់និទេស E 37នាក់ស្រី16នាក់លោកស្រីប្រសិទ្ធបានទទួលការបណ្ដុះបណ្ដាលអប់រំបណ្ឌិតជីវិតសម្រាប់កុមារីក្នុងការឆ្លើយតបទៅនឹងគោលនយោបាយ gender និងអត្រាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិពិសេសសម្រាប់កុមារីរបស់អង្គការរួមទូរិតគឺថ្នាក់ទី7សរុប162នាក់ទាំងអស់62នាក់ថ្នាក់ទី8 107នាក់ទាំងអស់មកសិក្សាកុមារីទី3សមាជិកផលដែលសម្រាប់បានក្នុងការសិក្សា2024-2025រៀបចំពីដានទីចាត់ការអស់ទឹកប្រាក់5លាន500ពាន់រៀបចំ
ពីលែងរៀបចំការរវ៉ាបាទសារប្រជុំមកទឹកប្រាក់4លានរៀលរៀបចំការរវ៉ាបាទជុំវិញដងទឹកជាតិតំបន់750 ម៉ែត្រការ៉េអស់ទឹកប្រាក់18លាន750,000រៀលញាក់មកផេះនៅទីធ្លាសាលាជួសជុលនិងទិញទឹកកៅអីអស់ទឹកប្រាក់3លាន500,000រៀល4ស្ថិតិផ្លាស់ឆ្នាំសិក្សាថ្មី2025-26មកកលិកសិក្សាក្នុងឆ្នាំសិក្សាថ្មីគឺនៅចំនួនដដែលគ្រូបង្ខំអពុទ្ធជាគ្រូដដែលលោកគ្រូអ្នកគ្រូស្គាល់ដល់អង្គការរូបនិយាយបាទครับបាទពីថ្នាក់ទី7ទៅដល់ថ្នាក់ទី12មានចំនួន1461នាក់ក្នុងនោះស្រី761នាក់ស្មើនឹង25បន្ទប់ក្នុងនោះរួមមានថ្នាក់ទី7មាន6បន្ទប់សិស្សសរុប297នាក់ស្រី142នាក់ថ្នាក់ទី8មាន5ថ្នាក់សិស្សសរុប331នាក់ស្រី167នាក់ថ្នាក់ទី9មាន4ថ្នាក់សិស្សសរុប293នាក់ស្រី164នាក់ថ្នាក់ទី10មាន4ថ្នាក់សិស្សសរុប197នាក់ស្រី105នាក់ថ្នាក់ទី11វិទ្យាសាស្ត្រមាន1ថ្នាក់សិស្សសរុប56នាក់ស្រី36នាក់ថ្នាក់វិទ្យាសាស្ត្រក្រុមមាន3ថ្នាក់សិស្សសរុប153នាក់ស្រី78នាក់ថ្នាក់ទី12វិទ្យាសាស្ត្រមាន1ថ្នាក់សិស្សសរុប21នាក់ស្រី15នាក់ថ្នាក់12វិទ្យាសាស្ត្រសង្គមមាន3ថ្នាក់សិស្សសរុប113នាក់ស្រី55នាក់គឺសំខាន់ទេការលើកទឹកដាក់បន្តសម្រាប់ឆ្នាំសិក្សាថ្មីតាមពង្រឹងវិស័យគ្រូសាស្ត្រគឺយ៉ាងណាឲ្យល្អប្រសើរជាងមុនរៀបចំវចនាសម្ព័ន្ធគ្រប់គ្រងឲ្យបានប្រសើរលើកកម្ពស់ gender សម្រាប់សិស្សតាមរយៈអង្គការរួមបរិបនិងសិស្សជួបការលំបាក4បបជាពិសេសថ្នាក់ទី12ឲ្យទទួលបាននិទេសល្អប្រសើរកើតឡើង5រៀបចំចំពោះពិធីបុណ្យដល់បច្ចុប្បន្នវិទ្យាល័យខ្ញុំមានការលំបាកនិងការលំបាកនិងជួបបញ្ហាប្រឈមក្នុងការរៀបចំវត្តមានរបស់ការរៀនបង្រៀនដល់សិស្សនិស្សិតដោយលោកហេតុនេះក្នុងឱកាសនេះដល់មានអំឡុងនេះខ្ញុំសូមអនុញ្ញាតធ្វើការអំពាវនាវដល់អាជ្ញាធរសម្រាប់ជនសូមគ្រប់ទូតគោលគណៈអធិបតីជាកិត្តិយសសមាជិកសមាជិកានៃអង្គភាពទាំងមូលមានសុខភាពល្អសិរីសួស្តីជ័យមង្គលប្រកបដោយគុណធម៌ទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈប្រពៃព្រៀងជាឡើយសូមអរគុណអរគុណបាទសូមគ្រប់ផ្នែកអរគុណពុកលោកយុគតែបានធ្វើបាយការជួបអង្គពីទីទឹកបន្តសូមជួយទទួលបានទីទេយ៉ាងបីខ្លាំងតាមអមអាចខកខំទូទៅនៅប្រទេសទីក្រុងក្រុងប្រទេសទីគ្រប់គ្រងបានគ្រប់គ្រងទីក្រុងនិងទីរដ្ឋាភិបាលជំរាបសួរបានសួររយៈជាអបិតាសិស្សវិទ្យាល័យដល់វិទ្យាដែលទទួលបានវិទ្យាអេក្នុងការប្រឡងសញ្ញាបត្រប្រជុំសិក្សាវិទ្យាប្រឡង28សីហាចូលក្នុងមីក្រូ
ของได้บ้านยุ่งแบบปอนอยู่นะจะเอานะทอดกรุบขึ้นเนี่ยทอดมันจักluôn cái trong mưa ហើយប្រជាឆ្នាំចុងក្រោយដែលយើងមានឈ្មោះថាជាសិស្សវិទ្យាល័យផងដែរជាមួយគ្នានេះតើបងប្អូនបានសួរខ្លួនឯងទេថាតើចង់បានទៅទីអ្វីខ្ញុំដឹងថាអ្នកណាក៏ចង់បានទៅទីល្អដែរតើយើងដាក់គោលដៅខ្លួនយើងថាយើងចង់បានទៅទីហ្នឹងហើយគឺចិត្តគឺការអានចិត្តវាគឺប៉ុណ្ណាបើយើងធ្វើអីមួយហើយគឺការដែលជួបឧបសគ្គហើយយើងត្រូវតែកាត់ចិត្តឲ្យមុខមុខបំផុតគឺដើម្បីឲ្យសម្រាប់បានជោគជ័យហើយទី4នេះគឺវិមាសាគឺការត្រួតពិនិត្យនៅរបស់ខ្វះខាតដែលយើងមានត្រួតពិនិត្យមើលតើយើងខ្វះខាតចំណុចណាយើងមានលទ្ធផលល្អតាមចំណុចណាទៅលើមុខវិជ្ជាណាមួយកត្តាទី2គឺកត្តាគ្រួសារយើងសង្កេតឃើញថានៅពេលដែលប្រឡងបាក់ឌុបមានគ្រួសារជាច្រើនគឺគាត់គ្នាឯងថត ជាក់ស្ដែងនៅពេលសម័យ COVID-19 សាលាបានបោះបង់ចោលយើងទេគឺតែបង្កើតនៅសន្លឹកកិច្ចការកម្មវិធីសិក្សាទៅដល់សិស្សគ្រប់រូបទៅតាមមុខវិជ្ជាដែលតាមស្តង់ដារក្រសួងក្នុងឱកាសនេះដល់ពិសេសនេះខ្ញុំបានសូមគោរពអរគុណដល់លោកគ្រូអ្នកគ្រូដែលតែងតែយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សគ្រប់គ្នាប្រកបដោយបទពិសោធន៍ពុះបំផុតព្រោះតាមព្រោះហើយក៏អរគុណទៅដល់លោកគ្រូវិទ្យាដែលតែងតែបន្តពង្រឹងគុណភាពនិងវិន័យសាលាអាចផ្ដល់លើខ្ញុំបានបង្កើនលើសមត្ថភាពខ្លួនឯងរហូតបានទទួលលទ្ធផលល្អទី4កត្តាសង្គមជាតិមានសន្តិភាពលើយើងមានអ្វីៗដូចថ្ងៃនេះខ្ញុំអាចសូមថ្លែងអំណរគុណទៅដល់សម្ដេចតេជោហ៊ុនសែនដែលបានស្វែងរកសន្តិភាពពេញលេញគឺប្រទេសកម្ពុជាធ្វើឲ្យការអភិវឌ្ឍលើគ្រប់ផ្នែកគ្រប់វិស័យជាពិសេសនោះគឺដូចជាក់ស្ដែងនៅក្នុងវិស័យអប់រំដែលទទួលដែលបានដាក់ចេញនៅប្រមាណតម្រូវអ្នកចេញគឺជាប់ធ្វើឲ្យលទ្ធផលជាប់បាក់ឌុបពី2025មានទៅដល់ជាង 12,000 នាក់កំពុងត្រូវនឹង84.56%ហើយជានេះទៀតនោះសូមអរគុណដល់សម្ដេចបវរធិបតីដែលបានចំណាយពេលវេលាមកជួបសន្និសីទជាមួយនឹងសិស្សនិស្សិតនៅពេលខាងមុខហើយក៏ដូចជាគណៈគ្រប់គ្រងដែលបានផ្ដល់នូវរង្វាន់លើកទឹកចិត្តនិងការឧបករណ៍គ្រប់រូបដែលគ្រូនឹងធ្វើខ្លួនខ្លាចជាកុលបុត្រកុលធីតារបស់មេដាបៃតានិងដើម្បីខ្លាចជាទំពាំងស្នូលនិស័យឲ្យឆានតែបានជំនួសមកឲ្យបងប្អូនចំនួនក្រោយយើងខ្ញុំសូមដាក់ក្តីសង្ឃឹមយ៉ាងធំធេងដល់យើងទាំងអស់ជាសិស្សសានិសិស្សយើងត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រតាក់គ្រូបញ្យលនិងសិក្សាពីរបៀបរៀនឲ្យបានរីកចម្រើនហើយជាទំពាំងស្នូលនិស័យដ៏រឹងមាំសម្រាប់សង្គមជាតិនាថ្ងៃអនាគតនិងជាធនធានមនុស្សសម្រាប់ប្រទេសជាតិយើងផងដែរនៅពេលទំនេរខិតខំស្វែងសិក្សានិងស្រាវជ្រាវផ្សេងៗទៀតដើម្បីប្រឡងឡើងថ្នាក់និងជាមូលដ្ឋានគ្រឹះក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិឲ្យបានជាប់និងទទួលបាននិទេសល្អយើងខ្ញុំសូមប្រាជ្ញាដូចខាងក្រោមថាគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាមករៀនឲ្យបានទីតទៅតាមការវិភាគរបស់សាលារៀនខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យទទួលបានលទ្ធផលល្អនិងធ្វើជាកូនល្អនិងធ្វើជាសិស្សល្អកូនល្អនិងមិត្តល្អបាយគ្រប់គ្រងគុំនៃរដ្ឋបាលស្រុកគ្រប់គ្រងលោកប្រាក់ក្បាលភាពស្ដីទីការិយាល័យគ្រប់ដឹកទៅក្នុងនៃរដ្ឋបាលស្រុកលោកថៃសុជាអនុប្រធានការិយាល័យអប់រំយុវជនកីឡាស្រុកត្រា2025-2026ស្ថិតក្នុងវិទ្យាល័យតបជ័យជាឱកាសនេះជាមួយគ្នានេះផងដែរខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់លោកស្រីមន្ត្រីរាជការស្រុកគុំ